នៅក្នុងវីដេអូហ្នឹងពួកខ្ញុំ5នាក់នឹងចំណាយពេលពីយប់3ថ្ងៃក្នុងការឡើងភ្នំក្នុងផ្សារជាលើកដំបូងតាមពិតទៅគ្នាយើងទាំងអស់មាន6នាក់ប៉ុន្តែដោយសារតែគ្នាយើងម្នាក់ហ្នឹងគេធ្លាប់បានមកពីបេដងហើយអញ្ចឹងមានតែ5នាក់ទេដែលជាលើកដំបូងក្នុងការឡើងភ្នំអញ្ចឹងវាចង់ដឹងថាពួកខ្ញុំ5នាក់ហ្នឹងឡើងភ្នំជាលើកដំបូងនឹងជួបឧបសគ្គអ្វីខ្លះអញ្ចឹងយើងតាមដានវីដេអូទាំងអស់គ្នាសួស្តីអ្នកគ្នាស្វាគមន៍មកកាន់វីដេអូបោះតង់រ៉ារបស់ពួកខ្ញុំជឿថ្ងៃហ្នឹងពួកខ្ញុំនឹងធ្វើការចំណាយរយៈពេល2យប់3ថ្ងៃក្នុងការបោះតង់នៅលើក្នុងផ្សារដោយពួកយើងមានកម្រងមុនប្រហែលជា2សប្តាហ៍ក្នុងដំណើរបោះតង់ហ្នឹងហើយតាមពិតទៅគ្នាយើងទាំងអង្គមាន10នាក់ឯងកម្រងប៉ុន្តែដោយសារតែជិតដល់ថ្ងៃទៅគ្នាយើងមួយចំនួនជារវល់ដូច្នេះហើយសម្រាប់ជំរួយចង់ក្រោយបានតា6នាក់ឯងទៅពួកយើង6នាក់ហ្នឹងមាន5នាក់ទាំងខ្ញុំដែរគឺថ្មីសាឡាដែលបានដែរទៅបោះតង់ឡើងភ្នំអីចឹងឯងគឺមានតែប្រហែលខ្ញុំម្នាក់ទេដែលខ្ញុំជិះម៉ូតូជាមួយនឹងដែលគេធ្លាប់បានទៅពី3ដងហើយអញ្ចឹងយើងអត់ត្រូវការជួលកាយទេហើយក្នុងផ្សារឆ្ងាយកោសំដែរអស់គ្នាផែពីភ្នំពេញទៅប្រហែលជា100គីឡូជាងតាមខ្ញុំស្មានណាហើយពួកយើងក៏បានសិតផ្លានមួយចំនួនដែរមុនចេញមកនឹងដោយពួកយើងបានស្រស់ស្រួលគ្នាថាបនកង់ពីភ្នំពេញខ្ទង់4ភ្លឺហើយធ្វើម៉េចឲ្យដល់ស្ពឺមក6ហើយយើងនឹងធ្វើការហូបអាហារពេលព្រឹកនៅកំពង់មូលលំរៃដែលជាកន្លែងបែងចែកផ្លូវទៅមួយទៅក្នុងផ្សារទៅខាងផ្សារហើយមួយទៀតទៅខាងផ្នែកអូរ៉ាល់ដោយយើងនឹងថាហូបអាហារពេលព្រឹកនៅទីហ្នឹងហើយនឹងទិញអាហារពេលថ្ងៃដើម្បីឡើងភ្នំផងដែរដោយយើងអត់ជួលកាយអញ្ចឹងយើងអត់បានជួលសហគមន៍ឲ្យគេធ្វើបាយក្រៅត្រង់យើងទេយើងទិញខ្លួនឯងទៅហើយយើងមកខាងហ្នឹងសាមតែអ្នកគ្នាទៅសភាពមកទៅខៀវស្ងាត់ដោយសារតែចុងកែវសាពេញបបដោយខាងបាយនឹងហើយយើងបានមកដល់ដំបូងរៃហើយយើងក៏បានហូបអាហារពេលព្រឹកអីរួចដែរសំទោសនេះបានថតកន្លែងហូបអាហារពេលព្រឹកដោយសារតែកន្លែងហ្នឹងមិនច្រើនយើងក៏រៀនថតគេហើយកន្លែងហ្នឹងគឺពួកម៉ាក់ខ្ញុំវាទិញម៉ាស់ដោយសារតែផ្លូវទៅមុខតទៀតហ្នឹងវារាំងផ្លូវក្រហមអញ្ចឹងត្រូវការទិញម៉ាស់ពាក់ចេះទិញឲ្យគេកោទៀតបាននឹងសាំកន្លែងហ្នឹងពួកយើងក៏បានមកដល់សហគមន៍ដោយវ៉ាន់ពួកយើងច្រើនពេកដូច្នេះហើយពួកយើងសម្រេចគ្នាថានឹងឲ្យសហគមន៍ជួយដើរវ៉ាន់យើងខ្លះយើងស្ពាយយកខ្លះអញ្ចឹងយើងបានថ្លឹងឲ្យវ៉ាន់ចែកគ្នាស្ពាយដោយខ្ញុំស្ពាយ10គីឡូពួកម៉ាក់ខ្ញុំក៏10គីឡូដែរនិយាយទៅស្ពាយមានចន្លោះពី8ទៅ10គីឡូក៏នឹងដែរគ្នាហើយយើងឲ្យសហគមន៍ដាក់ប្រហែលជា20គីឡូដោយដល់ហ្នឹងគេគិតចំនួន1គីឡូ1ដុល្លារសម្រាប់ទៅផងឡើងចឹងគឺដាក់តឡងអ្នកគ្នាពេលយើងចុះមកវិញគឺយើងយកមកខ្លួនឯងហើយបន្ទាប់ពីយើងចេញពីសហគមន៍យើងធ្វើដំណើរប្រហែលជាជិត2គីឡូ3គីឡូដែរដើម្បីបន្តទៀតទៅកន្លែងលំហែបៃតងកន្លែងដែលយើងត្រូវទុកម៉ូតូហើយនឹងឡើងកន្លែងនេះគ្នាតែដល់ពួកយើងធ្វើការឡើងភ្នំអញ្ចឹងគឺបទពិសោធន៍ដំបូងនៃការឡើងភ្នំរបស់ខ្ញុំគឺបាក់វាមែនតើអ្នកគ្នាអាសាយើងយកស្ពាយវ៉ាន់ធ្ងន់3-4គីឡូហើយខោអាវយើងយកឡើងហ្នឹងខោអាវត្រូវទឹកទៅធ្ងន់អត់មែនខោអាវចាប់ស្ងួតណាអញ្ចឹងធ្វើឲ្យធ្ងន់យើងកាន់តែឡើងអញ្ចឹងបាក់វាមែនតើហើយឥឡូវយើងឡើងមកដល់លើហើយខំទៀតអត់ក្រោយនេះប្រូបុនហាក់ស្មាច់តែមកស្ពាននេះស្បាតស្បែកខ្លាំង
នឹងអស់នេះទីផុតយើងក៏បានឡើងដល់លើដោយយើងចំណាយរយៈពេលប្រហែលជាជិត3ម៉ោង2ម៉ោងជាងដោយយើងឡើងពីម៉ោង11កន្លះហើយយើងឡើងមកដល់ពលនឹងខ្ទង់ម៉ោង1ជាង1កន្លះនិយាយទៅការហត់នឿយអីទៅប្រហែលគឺបាត់ឈឹងម្ដងនេះគ្នាពេលយើងឡើងមកជួយជាមួយនឹងទេសភាពជាស្ងាត់ស្រងប្រងហើយជាមួយនឹងដាំស្រល់ពេលខ្យល់ត្រូវទៅលើសំឡេងរស់ដំត្រជាក់ចឹងណាហើយជាមួយនឹងខ្យល់បរិសុទ្ធទៀតនិយាយទៅពេលយើងដឹកហើយប៉ះជាមួយពួកខ្យល់បរិសុទ្ធចឹងគឺការហត់នឹងគឺទូស្បែកលឿនណាស់គ្នាបាត់ឈឹងម្ដងហើយកន្លែងហ្នឹងគឺយើងបានដាក់ចុះមកក្រោមដោយសារយើងបោះតង់នៅខាងលើយើងសុខចិត្តចុះមកបោះនៅខាងក្រោមដោយសារតែនៅខាងក្រោមវាអត់សូវខ្យល់មកស្រួលយើងទៅឡើងស្រួលធ្វើឡើងអីហើយកន្លែងនេះគឺយើងបានរកកន្លែងឃើញហើយយើងបានកន្លែង campsite មួយគឺយូរស្អាតមែនទេពួកម៉ាក់ខ្ញុំវាដាច់បាយនេះគ្នាឡើងមកដាច់បាយអញ្ចឹងឲ្យបាយស្នំវាហូបបណ្ដោយនិយាយទៅបាយនឹងខ្ញុំធ្វើមកណៃគ្នាខ្ញុំចេញមកធ្វើមកពីកញ្ចប់ហើយមកចប់ខ្ញុំហូបតាមផ្លូវហើយមកចប់ទៀតថាទៅខំលើប៉ុន្តែដល់ឡើងមកឃើញពួកម៉ាក់ខ្ញុំវាឃ្លានអញ្ចឹងយើងឲ្យវាទៅដោយសារតែពួកម៉ាក់ខ្ញុំវាទៅលួបណ្ដាញញ៉ាំបាយព្រឹកអញ្ចឹងដល់ពេលយើងឡើងមកដាច់បាយមកព្រឹកទៅជាមួយតាស្មាតអត់អ៊ីនធឺណិតវិញហើយស្មាតដែរខ្ញុំតអ៊ីស៊ីប្រាដែរនេះខ្ញុំបានចូលនេះមកទៅអ៊ីស៊ីចេះអត់ដល់អបាយអបាយខ្ញុំញ៉ាំទេមកនឹងគឺគេស៊ីមួយថ្ងៃហ្នឹងគឺគេណានេះស៊ីបាយចំណងគ្លៀនបាយអត់ដល់បើស៊ីបាយខ្ញុំធ្វើបាយខំមកច្រើនបាយចំណងដាច់បាយបាយកុយបាយហ៎អាយគេស៊ីនេះគេស៊ីជាណាអត់ព្រាកមានទេស្ដាយហ៎អត់មានទេអាយកាត់មើលមួយស្បាជាយើងទាំងអស់អត់មានខាងហ្នឹងមានដល់4នាក់អស់6 2នេះពេលព្រឹកឡើងពួកយើងក៏បានក្រុម4ដើម្បីថាទៅមើលថ្ងៃរះទៅមើលនៅដើរទៅក្នុងផ្សាររយៈពេលចង្ងាយប្រហែលជា1គីឡូជាងដែរពីកន្លែង campsite យើងប៉ុន្តែដោយសារតែពួកយើងមកចំខែ8ខែហ្នឹងគឺជាខែវស្សាពេញបឹកអីគ្នាអញ្ចឹងគឺព្រះអាទិត្យគឺអៀនអត់លិចមុខទេមានតែអាប់ហើយនឹងបោកពេញហ្នឹងហើយពួកយើងឡើងទៅក៏ផ្លេចយកអាប់ភ្លៀងទៅជាមួយដែរគឺភ្លៀងមកសើមពេញណាពេញណៃបណ្ដោយគ្នាទូរស័ព្ទអីទុកស្ទើរតែមិនទាន់សុស្ត្រីហ្មងក្នុងផ្សារនៅថ្ងៃទី8ឬខែទី8ខ្ញុំបញ្ជាក់ដំណើរតាំងពីម៉ោង4ធ្វើការឡើងទៅលើឥឡូវគ្នាយើងឡើងទៅលើហើយដល់ខ្ញុំនេះឯងទៅលើ
ទេសភាពបែបផ្សាយពីហ្នឹងនេះកន្លែងយើងប្រហែលជាកន្លែងចុងក្រោយនៃវីដេអូហើយដោយសារតែយើងទៅនឹងយក power bank ទៅតិចពេកហើយណាមួយទៀតដែលនៅមានសេវាហើយទូរស័ព្ទខ្ញុំក៏ថ្មខ្សោយទៀតអញ្ចឹងវីដេអូថាបានតិចតិចទេណាគ្នាហើយកន្លែងនេះក៏ជាកន្លែងដែលដល់ពេលវេទនាដែរគ្នាយើងដើរបានប្រហែលជា200ម៉ែត្រអីនៅលើកំពូលស្រាប់តែមេឃអាប់មកភ្លៀងធ្លាក់មកដែរគ្នាជាទៅដល់កំពូលភ្នំក្នុងផ្សារប្រហែលជា6នាទីថតមកពីប៉ុស្តិ៍គឺមេឃភ្លៀងមកដល់ហើយអញ្ចឹងយើងមានតែសម្រាប់ចិត្តចុះមកក្រោមយើងលឿនដោយសារតែយកមកយកអាភ្លៀងទៅខ្លាចសើមទូរស័ព្ទសាប់អីអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេ